ស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតកូនជាទីស្រឡាញ់កូនចូលចាំទុកនៅពាក្យនេះគឺស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតមានសេចក្តីសំខាន់សម្រាប់ជីវិតណាស់កូនត្រូវយល់ដូចតទៅស្រឡាញ់វែងឲ្យកាត់គឺធម្មតាមនុស្សយើងចង់មាននៅអនាគតល្អមានជីវិតរស់នៅជាសុខស្ថិតនៅក្នុងឋានៈសមរម្យជាប់លាប់រហូតវែងឆ្ងាយតទៅដូច្នេះត្រូវលះត្រូវផ្ដាច់នៅអ្វីៗដែលមកទំលាយអនាគតដ៏ភ្លឺស្វាងធ្វើជីវិតដែលធ្លាប់តែសុខសប្បាយឲ្យធ្លាក់ចុះដុនដាបអ្វីៗនោះគឺអបាយមុខ8យ៉ាងបានដល់លេងស្រីមួយបរិភោគទឹកស្រវឹងសេពគ្រឿងញៀនផ្សេងមួយដើរស៊ីចាយសប្បាយបរិភោគខ្ជះខ្ជាយមួយលេងល្បែងស៊ីសងល្បែងភ្នល់ផ្សេងមួយត្រាច់ទៅតាមច្រកល្ហករឿយនៅពេលយប់មួយដើរមើលមហោស្រពល្បែងរបាំរាំរែករឿយមួយប្រកបរឿយនៅសេចក្តីខ្ជិលច្រអូសមួយនិងសេពគប់បាបអមិតមួយកាលបើកាត់ផ្ដាច់នៅអបាយមុខទាំងអស់នេះឲ្យចេញពីជីវិតបានហើយអនាគតនឹងរុងរឿងស្រស់បោះជាប់លាប់មាំមួនទាំងទ្រព្យសម្បត្តិទាំងកិត្តិយសកេរ្តិ៍ឈ្មោះឯចំណែកគុណធម៌វិញមានតែចម្រើនទៅមុខស្រឡាញ់ខ្លីឲ្យតអបាយមុខទាំងអស់មិនមែននាំវិនាសតែទ្រព្យសម្បត្តិទេវាថែមទាំងបញ្ចុះតម្លៃនៃជីវិតរបស់ខ្លួនទាំងគ្រួសាររបស់ខ្លួនកាត់បន្ថយនៅស្មារតីដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតមនុស្សទៀតផងអបាយមុខជាខ្លងទ្វារនៃនរកជាមេរោគជាបាបអមិតដឹកនាំឲ្យធ្វើការងារប្រកបដោយទោសជាប្រធាននៃសេចក្តីវិនាសគ្រប់យ៉ាងបើមិនស្រឡាញ់អនាគតវែងឆ្ងាយទេប្រាថ្នាការស្រណុកសុខសប្បាយតែក្នុងបច្ចុប្បន្នគិតតែពេលខ្លីៗយកសុខស្រួលតែមួយថ្ងៃប៉ុណ្ណោះចង់អនាគតយ៉ាងណាក៏ដោយចោះបើអញ្ចឹងចូលសេពអបាយមុខតទៅទៀតទៅអនាគតក៏នឹងអាប់អោនរស្មីរហូតដល់ងងឹតសូន្យសងជីវិតរុងរឿងត្រូវដាច់បង់សេចក្តីដូចពោលមកនេះកូនក៏គង់បានជួបប្រទះមកហើយមនុស្សខ្លះដើមឡើយគេមានជីវិតក្រលំបាកប៉ុន្តែដោយការខំប្រឹងប្រែងចេះធ្វើការចេះទុកដាក់ចេះបរិភោគប្តីមានគំនិតប្រពន្ធមានមាយាទឬមានគំនិតមាយាទទាំងអស់គ្នានឹងមិនប៉ះពាល់អបាយមុខមិនយូរប៉ុន្មានគេក៏តាំងជំហរបានមានជីវិតសុខសប្បាយអនាគតភ្លឺថ្លាផ្ទុយមកវិញមនុស្សខ្លះមានជីវិតសុខសប្បាយក្នុងកាលជាខាងដើមម៉ែឪរកមាសប្រាក់ទ្រព្យសម្បត្តិទុកដាក់ឲ្យច្រើនសន្ធឹកសន្ធាប់តែគេជាមនុស្សគិតខ្លីធ្វើអ្វីសមតែចិត្តខ្លួនឯងចង់មិនស្គាល់គុណតម្លៃនៃទ្រព្យសម្បត្តិជាមរតកចាយវាយខ្ជះខ្ជាយក៏មិនយូរប៉ុន្មានដែរជីវភាពត្រូវស្រុតចុះរស់នៅលំបាកលំបិនខូចអស់អនាគតគួរឲ្យស្ដាយជំនួសម៉ែឪរបស់គេដែលប្រឹងប្រែងរកទ្រព្យសម្បត្តិមកជិតមួយជីវិតតែកូនបែរជាបំផ្លាញអស់មិនជាប៉ុន្មានឆ្នាំឡើយកូនអើយអបាយមុខមិនជាបពួកនៃមនុស្សណាទេវាដូចជាបិសាចអញ្ចឹងវានឹងកំទេចនៅអនាគតមនុស្សគ្រប់គ្នាដែលទៅវង្វេងជាមួយវាចូលកូនកុំភ្លេចពាក្យម៉ែពាក្យឪណាកូនស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតបើកូនស្រឡាញ់វែងកូនត្រូវតែកាត់មេដាបិតាមិនប្រាថ្នាឲ្យកូនស្រឡាញ់ខ្លីដូចពោលមកហើយនោះឡើយណាកូនណាស្រឡាញ់វែងឲ្យកាត់ជាកំណាត់កុំបន្តគឺវែងផ្នែកខាងល្អកុំបន្តអបាយមុខស្រឡាញ់ខ្លីឲ្យតជាដំណរចសម្រុកគឺខ្លីផ្នែកខាងសុខត្រូវសម្រុកមុខអបាយ